រឿងកូនជ្រូកទាំង3មានពេលមួយកូនជ្រូកតូចៗទាំង3បានចាកចេញពីផ្ទះដើម្បីសង់ផ្ទះរៀងៗខ្លួនកូនជ្រូកទី1ខ្ជិលច្រអូសហើយសង់ផ្ទះពីចម្បាំងព្រោះវាលឿនកូនជ្រូកទី2ខ្ជិលតិចជាងបងវាហើយសង់ផ្ទះពីឈើកូនជ្រូកទី3ឧស្សាហ៍ព្យាយាមហើយសង់ផ្ទះពីឥដ្ឋដ៏មាំថ្ងៃមួយចចកធំកំណាចបានមកដល់វាទៅដល់ផ្ទះចម្បាំងរបស់កូនជ្រូកទី1គោះទ្វារហើយនិយាយថាកូនជ្រូកតូចកូនជ្រូកតូចអនុញ្ញាតឲ្យខ្ញុំចូលទៅកូនជ្រូកឆ្លើយថាមិនទេអត់បានទេដូច្នេះចចកក៏គំរាមថាបើដូច្នោះខ្ញុំនឹងផ្លុំផ្ទះឯងឲ្យរលំហើយចចកធំកំណាចក៏ផ្លុំហើយផ្ទះចម្បាំងក៏រលំកូនជ្រូកទី1រត់ទៅផ្ទះឈើរបស់បងវាបន្ទាប់មកចចកក៏មកដល់ផ្ទះឈើកូនជ្រូកតូចអនុញ្ញាតឲ្យឃ្លាំចូលទៅកូនជ្រូកទាំងពីរក៏ឆ្លើយថាមិនទេអត់បានទេចចកក៏ថាបើដូច្នោះខ្ញុំនឹងផ្លុំផ្ទះឯងឲ្យរលំហើយចចកធំកំណាចក៏ផ្លុំហើយផ្ទះឈើក៏រលំកូនជ្រូកទាំងពីររត់ទៅផ្ទះឥដ្ឋរបស់ប្អូនវាទីបំផុតចចកក៏មកដល់ផ្ទះឥដ្ឋកូនជ្រូកតូចអនុញ្ញាតឲ្យខ្ញុំចូលទៅកូនជ្រូកទាំង3ក៏ស្រែកថាមិនទេអត់បានទេចចកក៏គំហុកថាបើដូច្នោះខ្ញុំនឹងផ្លុំហើយផ្លុំផ្ទះឯងឲ្យរលំចចកបានផ្លុំហើយផ្លុំម្ដងហើយម្ដងទៀតប៉ុន្តែវាមិនអាចផ្លុំផ្ទះឥដ្ឋដ៏មាំនោះឲ្យរលំបានឡើយវាសម្រេចចិត្តឡើងតាមបំពង់ផ្សែងប៉ុន្តែកូនជ្រូកទី3ដ៏ឆ្លាតបានដាក់ឆ្នាំងទឹកក្តៅកំពុងពុះនៅពីក្រោមជើងធ្យូងចចកក៏ថ្លែងចូលទៅក្នុងទឹកក្តៅហើយស្ទុះរត់ឡើងបំពង់ផ្សែងវិញរត់គេចខ្លួនបាត់ទៅកូនជ្រូកទាំង3ក៏អបអរសាទរហើយកូនជ្រូកទាំងពីរដែលខ្ជិលបានរៀនមេរៀនថាការខិតខំប្រេងនិងការធ្វើកិច្ចការឲ្យបានល្អិតល្អន់គឺពិតជាមានប្រយោជន៍ Freshie yogurt, Creamalicious.